សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះយើងទៅកាត់ស្មៅឲ្យកដោស៊ីទាំងអស់គ្នាពុកម៉ែបងប្អូនសម្រាប់ស្មៅនេះផងដែរជាប្រភេទស្មៅផ្អែមដែលយើងដាំនៅក្រោយផ្ទះសម្រាប់ឲ្យកដោស៊ីដោយសារតែកដោវាចូលចិត្តប្រភេទស្មៅនិងពោតយើងក៏បានបំពន់សម្រាប់កដោសាច់ដែលយើងលក់ជាបន្តជារៀងរាល់ថ្ងៃក៏ដូចជាកដោពូជដែលយើងត្រៀមនឹងបន្តចែកចាយសម្រាប់បងប្អូនដែលមានតម្រូវការចង់ចិញ្ចឹមព្រោះយើងមានបង្រៀន free សម្រាប់បងប្អូនដែលចង់ចេះអាចមកសួរនាំនិងរៀនផ្ទាល់នៅខាងខ្ញុំបាទផងដែរហើយចំពោះកដោសម្រាប់កសិដ្ឋានរបស់ខ្ញុំគឺចិញ្ចឹមផ្ទាល់ហើយសុវត្ថិភាពក្នុងការឲ្យស៊ីចំណីឬក៏ដូចជាការថែទាំធានាអនាម័យស្អាតពីព្រោះការធ្វើកដោរបស់យើងគឺធ្វើចេញពីខាងកសិដ្ឋានរបស់យើងផ្ទាល់ម្ដងអត់មានកដោពីខាងក្រៅឬក៏យកកដោណាមកខ្វាយធ្វើទេយើងធ្វើកដោដែលយើងចិញ្ចឹមនៅក្នុងអាងរបស់យើងផ្ទាល់តែម្ដងហើយការឲ្យចំណីវាបងប្អូនមកចាក់ស្ដែងគឺយើងផ្ដោតទៅលើចំណីធម្មជាតិដើម្បីឲ្យសាច់វាខ្វាយទៅឆ្ងាញ់ហើយក៏សូមអរគុណសូមជម្រាបលាសម្រាប់ការគាំទ្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នា